សូមជូនរឿងបំណែកបេះដូងភាគទី22តើមានរឿងអ្វីកើតឡើងលោកជំទាវថយទៅសិនទៅបាទខ្ញុំនឹងបញ្ជូនប្រាប់នៅពេលក្រោយជូហ្វេងបារម្ភសុវត្ថិភាពចៅហ្វាយស្រីក៏និយាយទាំងសម្លេងញ័រគេក្តាប់ដំបងដែងនៅក្នុងដៃត្រៀមវាយបំបែកកញ្ចក់ឡានលូស៊ីក៏ត្រូវស្រីបំរើទាញដៃថយចេញពីឡានចូលក្នុងវិមានឈរចម្ងាយម្ដងទៀតឆាំងសំឡេងវាយដ៏ខ្លាំងលើឡើងការភ្លើងបែកព្រាកផ្សែងកាន់តែហុយត្រឡុំលើសដើមការភ្នែកស្អាតសម្លឹងមើលជូហ្វេសកំពុងទាញហ្វីលីបចេញពីក្នុងឡានដោយអង្គរៈ2នាក់ក៏ជួយទាញរៀងក្រាស់កំពុងតែសន្លប់ហូរឈាមចេញមកនោះកើតរឿងអ្វីនឹងបងស្រីអេលេសាន់ដែលគេងមិនលក់ស្ដាប់ឮសំឡេងខុសប្រក្រតីក៏ចុះមកជន់ក្រោមដើម្បីមើលស្ថានភាពតែត្រូវជួបរឿងដ៏តក់ស្លុតដែលមិននឹកស្មានដល់ទៅវិញនាំគេចូលមកលូស៊ីយំញ័រមាត់ស្រែកប្រាប់ជូហ្វេសមុននឹងរត់ចូលទៅប្រមូលសម្ភារៈចាក់កន្សែងទុកមួយឡែកសិនជូហ្វេសនិងអង្គរៈលើហ្វីលីបដាក់លើសាឡុងស្រីបំរើរត់ទៅយកថ្នាំប្រអប់សង្គ្រោះបឋមដើម្បីឲ្យអេលេសាន់ជាអ្នកព្យាបាលរបួសតើមានរឿងអ្វីកើតឡើងទៅជូហ្វេលូស៊ីអង្គុយកាន់ដៃរៀងក្រាស់ជាប់ភ្នែកហើបបោមាត់ញ័រដើមទ្រូងញ័រដុបព្រោះលើកទី1ហើយដែលឃើញគេក្នុងសភាពបែបនេះនៅតាមដងផ្លូវត្រឡប់មកផ្ទះវិញមានក្រុមឃាតករលបមកច្បាយដោយកាត់ខ្សែហ្វ្រាំងហើយនៅក្នុងឡានមានតែច្បាយទេទៀតគឺគាត់ចង់សង្ងំតែម្នាក់ឯងវាជាកំហុសរបស់ខ្ញុំបើខ្ញុំមិនស្ដាប់បញ្ជាគាត់ទេក៏គ្មានរឿងបែបនេះដែរឲ្យខ្ញុំសុំទោសផងលោកជំទាវជូហ្វេងអោនមុខចោះគេអសមត្ថភាពការពារសវត្ថភាពចវាយមិនបាននាំទុកដល់លូស៊ីទៀតត្រូវពិបាកចិត្តយំហើមភ្នែកបែបនេះចុះចាប់ពួកគេបានដែរទេនាងសួរងើបមកមើលគេស្រាប់ពេលអេលេសាន់លាងរបួសលាបថ្នាំឲ្យនាងដោយសារនាងទៅគោះទ្វារឡានមុតដៃគឺចាប់បាន2នាក់តែពួកវាផឹកថ្នាំបំពុលខ្លួនឯងឲ្យស្លាប់ទៀតជូហ្វេងតបទាំងសម្លេងខ្សៅមិនអីទេជូហ្វេយ៉ាងណាគាត់មានសុវត្ថិភាពហើយអរគុណដែលមកជួយលោកលាងរបួសដែរទៅឈាមហូរច្រើនហើយលូស៊ីនិយាយដោយមើលរបួសនៅដៃរបស់ជូហ្វេសដែលគេមកជួយហ្វីលីបទាំងខ្លួនមានរបួសហើយនៅមកសុំទោសនាងដែលមិនបានបំពេញកាតព្វកិច្ចឲ្យបានល្អទៀតអង្គុយចុះមកអេលេសាន់ទះសាឡុងថាបង្គាប់ឲ្យនាយអង្គុយចុះប្រូហ្វីលីបរបួសសើស្បែកគ្រាន់តែប៉ះទង្គិចក្បាលរបស់ស្បែកបន្តិចគ្រាន់តែប៉ះទង្គិច1ម៉ោងក្រោយក៏ដឹងខ្លួនវិញហើយជូហ្វេងអង្គុយលើសាឡុងរៀងកាន់ជាគ្រូពេទ្យប្រញាប់លាត់ដៃអាវគេឡើងរបួសស្នាមកំបិតដ៏ជ្រៅលើដៃស្ដាំរបស់គេហូរឈាមមិនឈប់តែមើលគេធ្វើមុខធម្មតាគ្មានការឈឺចាប់អ្វីសោះស្រីបំរើក៏ចិត្តផ្លែឈើដាក់នៅលើតុឲ្យគ្រប់គ្នាញ៉ាំដល់មាត់ជជែកគ្នាលេងដោយក្នុងវិមានទាំងមូលបើកភ្លើងភ្លឺចិញ្ចាចជូហ្វេសលោកពូកែវាយគ្នាណាមែនទេរុំរបួសឲ្យជូហ្វេសរួចនាយកំឡុងក៏សួរឡើងដោយស្ទាបសាច់ដុំរបស់ជូហ្វេសសោកចេញញញនោះថាមិនពូកែណាស់ណាទេបាទគ្រាន់តែល្មមអាចការពារច្បាយបានគឺរូបរាងបែបនេះសាច់ដុំបែបនេះច្បាស់ជាហើយមិនសុកបានទៅស្ទាបសាច់ដុំគេអញ្ចឹងលូស៊ីជ្រួញចិញ្ចើមងាកមុខសួរប្អូនប្រុសជូហ្វេសវិញដូចមិនសូវស្រួលចិត្តគេក៏បញ្ញាប់ទាញអាវមកពាក់វិញយ៉ាងលឿនស្រីបំរើនាំគ្នាអោនមុខទប់សំណើចសម្លឹងមើលអេលេសាន់ដោយខ្សែភ្នែកចម្លែកខ្ញុំគ្រាន់តែចាប់អារម្មណ៍សាច់ដុំរបស់គាត់ធម្មតាប៉ុណ្ណោះស្ទាបហើយអង្អែលបែបហ្នឹងបងថាមិនធម្មតាទេខ្ញុំមិនដូចអ្នកទាំងអស់គ្នាគិតនោះទេអេលេសាន់បានលើសំឡេងភ្ញាក់ផ្អើលព្រោះគេមានអារម្មណ៍ចម្លែក
ដែលគ្រប់គ្នានៅក្នុងបន្ទប់នេះសម្លឹងមើលគេអ្នកប្រុសគឺខ្ញុំស្រឡាញ់ស្រីទេបាទជូហ្វេងក្រោកឈរទាញអាវបិទលេវយ៉ាងលឿនឆ្លើយតបទាំងប្រញាប់គ្រប់គ្នាកំពុងតែគិតអ្វីណានេះគ្រប់គ្នាកំពុងតែគិតថាខ្ញុំស្រឡាញ់ប្រុសឬក៏យ៉ាងម៉េចខ្ញុំគ្រាន់តែចាប់អារម្មណ៍សាច់ដុំរបស់គេខុសធម្មតាប៉ុណ្ណោះគឺខ្ញុំចង់សួរថាហាត់បែបណាទើបបានសាច់ដុំធំបែបនេះមិនក៏គ្រប់គ្នាគិតថាខ្ញុំស្រឡាញ់ប្រុសទៅវិញអេលីសាន់ទម្លាក់10ឆ្នាំចុះក្រោកឈរមើលមកគ្រប់គ្នារួចក្រវីក្បាលរួចគេក៏ដើរឡើងទៅខាងលើវិញបាត់គ្រប់គ្នានឹកអស់សំណើចចំណែកជូហ្វេងគេដកដង្ហើមទាំងធូរទ្រូងលុះបាន10នាទីហ្វីលីបក៏ដឹងខ្លួនត្រូវគេគ្រាយកទៅបន្ទប់ខាងលើមានលូស៊ីជួយជូតខ្លួនឲ្យព្រោះគេនៅមានរបួសត្រូវទឹកមិនទាន់បានអ្នកទាំងគូអង្គុយនៅលើពូកក្នុងបន្ទប់ទាំងយប់ងឹតសូនឈឹងមានតែអំពូលតូចនៅលើក្បាលគ្រែភ្លឺលំលំភាពស្ងប់ស្ងាត់រហូតស្ដាប់សំឡេងដកដង្ហើមធំរបស់អ្នកម្ខាងទៀតបងមានអ្វីចង់និយាយជាមួយអូនទេរឿងនោះលូស៊ីអ្នកបំបាយភាពស្ងៀមស្ងាត់នាងងាកមុខទៅរកហ្វីលីបដែលអង្គុយអានព័ត៌មានក្នុង laptop មិននិយាយរងនាងទាំងដែលមុននេះកើតរឿងតក់ស្លុតនាងយំលង្ហើមភ្នែកមិនទាន់បាត់ក្រហមនៅឡើយទេជូហ្វេងប្រហែលជាប្រាប់អូនរួចហើយដូច្នេះបងគ្មានអ្វីចង់និយាយជាមួយអូននឹងបន្ទោបងមកពីអូនបារម្ភពីបងគ្រោះថ្នាក់លើកនេះមិនមែនរឿងតូចតាចទេហ្វីលីបបងមិនដូចមុនបងជារដ្ឋមន្ត្រីបងមានសត្រូវច្រើនកន្លែងត្រូវគេតាមប្រមាញ់ពេលណាក៏មិនដឹងហេតុអីបងមិនប្រយ័ត្នបើកឡានដោយខ្លួនឯងអញ្ចឹងរឿងនេះអូនមិនដឹងនិយាយជាមួយបងប្រមាណដងទេលូស៊ីអង្គុយនៅម្ខាងនៃគ្រែនិយាយទាំងបែរខ្នងដាក់គេទឹកភ្នែកហូររឹមរឹមគេមិនខ្វល់សំបីតែការព្រួយបារម្ភរបស់នាងគេយល់តែចិត្តខ្លួនឯងនៅផ្ទះជាមួយគ្នារាល់ថ្ងៃពួកគេនិយាយគ្នាកាន់តែតិចជាងមុនភាពផ្អែមល្ហែមដែលអ្នកដទៃបានឃើញគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះអូនមិនមែនជាអូនដូចដែលបងស្គាល់ពីមុនទេលូស៊ីប្រយោគមួយនេះនាងអួលណែនណាស់ទឹកភ្នែកហូរចុះញាប់ជាងមុនខំក្តាប់ដៃទប់សម្លេងយំមិនឲ្យបញ្ចេញសម្លេងមួយក្អឹបទេម្រាមដៃតូចតូចលើកវាសទឹកភ្នែកចេញពីថ្ពាល់ដល់មាត់រលោងខូចចិត្តឈឺចាប់សម្ដីគេមួយនេះដោយកំបិតចាក់សម្លាប់ដួងចិត្តរបស់នាងឲ្យខ្ទេចខ្ទីអស់ទៅហើយ